ចាសួស្តីខ្ញុំកាលពីក្មេងខ្ញុំតែងតែឆ្ងល់ម៉ាក់ខ្ញុំថាពេលដែលខ្ញុំចេញពីបន្ទប់មកអញ្ចឹងគេហៅថាព្រលឹមឡើងភ្ញាក់មកសក់កត្រើងចុះមកអញ្ចឹងមុខមិនដឹងអានៃខោអាវនៅខោអាវគេនៅឡើយអញ្ចឹងម៉ាក់តែងតែស្ដីឲ្យហើយម៉ាក់ថាឆាប់ទៅរៀបចំខ្លួនឲ្យស្អាតហើយចាំចុះមកហើយឆ្ងល់ថាមិនចាំបាច់ធ្វើអញ្ចឹងនៅផ្ទះសោះហើយម៉ាក់ក៏គាត់ប្រាប់ហេតុផលថាទី1នៅពេលណាដែលយើងរៀបចំខ្លួនស្អាតរីករាយសម្រាប់ពេលព្រឹកឡើងហ្នឹងគឺវាជាសេរីសួស្តីសម្រាប់ខ្លួនយើងវាស្រស់ស្រាយវាធ្វើឲ្យយើង start your day with shine and bright ហើយយើងអាចធ្វើអីក៏ជោគជ័យដែរហើយទី2គាត់ថាទេវតាដែលថែរក្សាលើក្បាលយើងហ្នឹងហើយនឹងលើស្មាយើងដែលថែរក្សាចាំប្រចាំថ្ងៃយើងហ្នឹងនឹងផ្ដល់សេរីសួស្តីឲ្យយើងនឹងគឺសំខាន់ណាស់ព្រោះទេវតាគេត្រូវការស្អាតគេត្រូវការក្លិនក្រអូបធ្វើឲ្យខ្លួនយើងរាងកាយយើងនឹងមានសេរីសួស្តីទៅតាមនឹងដែរហើយទី3ហ្នឹងម៉ាក់គាត់មានប្រសាសន៍ថាកូនចុះពេលដែលដូចថាមានភ្ញៀវមកអញ្ចឹងស្រាប់តែកូនសក់កត្រេងកត្រឹងមុខកូនមិនដឹងណានៃរួចហើយខោអាវកូននៅកៅអៅគេងអញ្ចឹងកូនត្រូវធ្វើម៉េចមិនត្រូវរត់អញញ៉ាយពេញផ្ទះអញ្ចឹងបើសិនជាកូនរីឌីពេលដែលមានការអីគឺកូនរួចរាល់ជាស្រេចហើយកូនអាចធ្វើការងារបានអញ្ចឹងអាហ្នឹងឯងគឺដល់ពេលខ្ញុំធំឡើងហើយដល់ពេលចាប់ដើមធ្វើការហើយដល់ពេលពីមួយឆ្នាំទៅខ្ញុំដល់ចម្រើនវ័យដល់ប៉ុណ្ណេះបានចង់និយាយថាកាន់តែដឹងគុណដល់ម៉ាក់ដែលគាត់តែងតែណែនាំប្រាប់យើងអំពីអ្វីដែលជាទម្លាប់ដែលល្អសម្រាប់ខ្លួនយើងអញ្ចឹងសង្ឃឹមថាអ្វីដែលខ្ញុំចែករំលែកនេះក៏ជាប្រយោជន៍ដល់អ្នកផងដែរសូមឲ្យជួបតែសេចក្តីសុខនិងរួចចាកផុតទុក្ខទាំងអស់គ្នាចា៎អរគុណ